សង្គ្រាមសម័យទំនើបនេះគេមិនមែនសំដៅទៅលើការវាយប្រហារបានច្រើនជាងនោះទេគេសំដៅទៅលើគោលដៅនេះបើអាមេរិកសម្រេចគោលដៅគឺអាមេរិកជ័យជំនះបើមិនសម្រេចគោលដៅមានន័យថាមិនទទួលជ័យជំនះទេហើយត្រង់ចំណុចនេះខ្ញុំប្រកាសណាខ្ញុំបាទចង់និយាយរឿងលើសបន្តិចឬក៏និយាយជ្រុងខ្លះប្រហែលជាប្រិយមិត្តលោកអ្នកស្ដាប់ដឹងហើយថាការសម្រេចចិត្តធ្វើសង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់ពីសំណាក់មេដឹកនាំសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលនេះគឺអ៊ីស្រាអែលនិងអាមេរិកប្រើយុទ្ធសាស្ត្រច្រើនបែបក្នុងការបំផ្លាញក្នុងការផ្ដួលរំលំរបបដឹកនាំអ៊ីរ៉ង់មានន័យថាមិនមែនធ្វើសង្គ្រាមមកមុខហ្នឹងទេមុននឹងចូលដល់ធ្វើសង្គ្រាមហ្នឹងគឺសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលប្រើយុទ្ធសាស្ត្រគ្រប់បែបយ៉ាងដើម្បីផ្ដួលរំលំរបបដឹកនាំរបស់ប្រទេសអ៊ីរ៉ង់ប៉ុន្តែគ្រាន់តែការធ្វើយុទ្ធសាស្ត្រទាំងនោះមិនជោគជ័យទេមិនអាចផ្ដួលរំលំរបបដឹកនាំអ៊ីរ៉ង់បានជាជំរឿសចុងក្រោយរបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលគឺធ្វើសង្គ្រាមនឹងហើយយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកមុនពេលធ្វើសង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់គោលដៅរបស់សហរដ្ឋអាមេរិកក្នុងការផ្ដួលរំលំរបបដឹកនាំរបស់ប្រទេសអ៊ីរ៉ង់នោះមានអ្វីខ្លះដែលកើតឡើងមុនសង្គ្រាមទី1គឺសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ចច្រើនលើកច្រើនសារលើប្រទេសអ៊ីរ៉ង់មានន័យថាតាំងពីឆ្នាំ1979ឆ្នាំ1980មកប្រទេសអ៊ីរ៉ង់គឺជាប្រទេសដែលស្ថិតនៅក្រោមសម្ពាធទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់គ្រប់បែបយ៉ាងទាំងអស់ដូច្នេះអ៊ីរ៉ង់រស់បានដល់ពេលសពថ្ងៃនេះគឺជាកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអ៊ីរ៉ង់សុទ្ធសាធហេតុអីបានជាសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ចរដ្ឋបិទទៅលើប្រទេសអ៊ីរ៉ង់គឺដោយសារសហរដ្ឋអាមេរិកចង់ឲ្យអ៊ីរ៉ង់ផ្លាស់ប្ដូររបបនៅពេលបច្ចុប្បន្ននេះព្រោះកាលណាដាក់ទណ្ឌកម្មសេដ្ឋកិច្ចរដ្ឋបិទផ្នែកការទូតអ៊ីរ៉ង់នឹងផ្លាស់ប្ដូររបបដឹកនាំប៉ុន្តែតាំងពីទសវត្សរ៍ឆ្នាំ80មកដល់ពេលនេះអ៊ីរ៉ង់អត់ផ្លាស់ប្ដូររបបដឹកនាំទេទោះបីជាដាក់ទណ្ឌកម្មជុំទិសក៏ដោយក៏អ៊ីរ៉ង់នៅតែមិនផ្លាស់ប្ដូររបបដដែលដូច្នេះយុទ្ធសាស្ត្រទី1ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកឲ្យផ្លាស់ប្ដូររបបដឹកនាំអ៊ីរ៉ង់ត្រូវទទួលបរាជ័យអត់បានជោគជ័យទេទន្ទឹមគ្នានឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចនឹងសហរដ្ឋអាមេរិកក៏ចិញ្ចឹមក្រុមប្រឆាំងនៅអ៊ីរ៉ង់ដែរមានន័យថាខ្ចីកម្លាំងប្រជាជនអ៊ីរ៉ង់ឲ្យផ្ដួលរំលំរបបដឹកនាំអ៊ីរ៉ង់សហរដ្ឋអាមេរិកក៏ធ្វើច្រើនទសវត្សរ៍ហើយដែរគឺចិញ្ចឹមក្រុមប្រឆាំងនៅអ៊ីរ៉ង់នឹងឲ្យធ្វើបាតកម្មឲ្យបំផុសមានចលនាតវ៉ាពាសពេញប្រទេសទាំងអស់ធ្វើយ៉ាងណាផ្ដួលរំលំរបបដឹកនាំអ៊ីរ៉ង់ឲ្យបានយុទ្ធសាស្ត្រទី2របស់សហរដ្ឋអាមេរិកនេះក៏អត់បានជោគជ័យដែរដោយសារតែมันអាចផ្ដួលរំលំរបបដឹកនាំអ៊ីរ៉ង់បានអញ្ចឹងហើយបានជាចុងក្រោយនេះសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលអត់ជំរឿសពីព្រោះដាក់ទណ្ឌកម្មសេដ្ឋកិច្ចក៏អ៊ីរ៉ង់មិនផ្លាស់ប្ដូររបបដឹកនាំបំផុសឲ្យមានចលនាបដិវត្តពណ៌បំផុសឲ្យមានក្បួនបាតកម្មចលនាប្រឆាំងនៅក្នុងស្រុកក៏នៅតែមិនអាចផ្ដួលរំលំរបបដឹកនាំអ៊ីរ៉ង់បានចឹងហើយបានជាចុងក្រោយសហរដ្ឋអាមេរិកសម្រេចចិត្តយកសង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់ក្នុងគោលដៅផ្លាស់ប្ដូររបបដឹកនាំអ៊ីរ៉ង់នឹងឯងតែនៅតែមិនបានជោគជ័យដដែលបាទនៅតែមិនបានជោគជ័យដដែលហើយសកម្មភាពមួយចំនួនសកម្មភាពខ្លះលោកតាលោកយាយប្រិមិត្តលោកអ្នកស្ដាប់គឺគេធ្វើខាងនេះប៉ុន្តែគោលដៅខាងនោះដូចជាសហរដ្ឋអាមេរិកចឹងមុននឹងសង្គ្រាមមុននឹងធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់គឺគេប្រើយុទ្ធសាស្ត្រផ្សេងហើយ
đam bay đua rùm lúm rồi bọp đằng nôm rồi bọp tê hì rong đam bay sầm rách cô đau rồi bọp kia còn tại đời xa tại thưa thằng nút cứ cô đau thằng nút mình sầm rách ban chỉ chập vô sừng kiếm còn mình sầm rách đầu tiên nơi bên phải cho bọn ní rồi bọp đằng nôm rồi bọp tê hì rong cứ nơi để cho rừng muom thật đai chẳng miền đây ta xa rồi làm rít và chơi group bài giang từng ó sầm rạp rồi tê hì rong trong chấm nói ní nhôm cả nạc nhôm bát sông nghĩa màu khang Campuchia dương bản tịch sân chạm châu được khang Iran tiệt nghĩa màu khang Prarichi là chạ Campuchia là trong thà nơi pel pa chabon ní cứ xiêm việc cầm pung tại prao yết được sa bầm bạc khmai đài xiêm việc prao yết được sa bầm bạc khmai vì pro xiêm việc đăng thắc khmai miên krom pro chang churol ni yom mà krom nơi hàng krau bờ tê đôi chân này đam bay bầm bạc khmai ban cứ xiêm việc prao yết được sa liền tiền việc prao yết được sa liền tiền châu không tận đây rồi bỏ Prarichi này chạ Campuchia hai việc từ xã ca cho môi nâng krom churol ni yom nơi krau bờ tê đại đằng nóm đời ta nè tu nơi bà ràng đàm bay ở krom churol ni yom nâng ái mò bầm bạc khmai pi pru nơi pel pai cho bọn ní xiêm việc đăng cho bà nè xiêm việc đăng cho bà nè tròn thả nơi lư pi phúc lục ní việc miên bờ tê na mùi từ vi và hai giờ đây bờ tê na mùi tiệt bàn thì bao vi và hai giờ đây bờ tê mùi bán dạ rồi làm đây giờ đây pin bị phô lô tức là dạ rồi làm đây giờ tầng o bà giờ tầng o giờ bờ tê muối các bạn đấy bà dạ rồi làm đây quay giờ bờ tê muối các bạn đấy miền đây bà phỏng con tay dạ rồi làm đây thưa bài nô vì ọt bàn dạ rồi làm đây việc miền phiệp rồi cho bác tí làm bay thưa bài nô chẳng ban kia mình thưa nè